សុកសុភាចេញមុខការពីគូស្នេហ៍ថ្មីក្រោយមហាជនបន្តការរិះគន់និងប្រមាថឡើងចាស់ដៃរហូតមកដល់ពេលនេះរលកកម្ដៅនឹងការរិះគន់មកលើតារាចម្រៀងនាងមាសសុកសុភានិងគូស្នេហ៍ថ្មីដែលគេស្គាល់ថាជាលោកតាសក់សភ្នំត្បៃនោះនៅមិនទាន់ស្ងប់ស្ងាត់នៅឡើយទេបើទោះបីជាតារាចម្រៀងរូបនេះបានចេញមកបកស្រាយជុំវិញរឿងរ៉ាវមួយជាបន្តបន្ទាប់ក៏ដោយការរិះគន់របស់មហាជនបានកើតឡើងម្ដងទៀតបន្ទាប់ពីការពីថ្មីនេះមាសសុកសុភាបានបង្ហាញរូបភាពសកម្មភាពដើរលេងកម្សាន្តនៅខេត្តសៀមរាបជាមួយនឹងគូស្នេហ៍លោកតាសក់សភ្នំត្បៃយ៉ាងបើកចំហដោយមិនមានការលាក់លៀមដោយពេលមុននោះឡើយយ៉ាងណាក៏ដោយក្រោយទទួលការរិះគន់និងការប្រមាថពីមហាជនមួយចំនួននោះមាសសុកសុភាក៏បានចេញមកការពីគូស្នេហ៍របស់ខ្លួនដោយបានចាត់ទុកការប្រមាថពីមហាជនទាំងអស់នោះថាគឺដោយសារមិនបានដឹងរឿងច្បាស់ខណៈពេលដែលនាងប្រកាសមិនត្រូវការក្តីស្រឡាញ់ណាដែលចូលមករំខាននិងប្រមាថដល់សិទ្ធិឯកជនរបស់នាងនោះឡើយតាមរយៈសំណេរដែលសរសេរបង្ហោះលើបណ្ដាញសង្គមអ្នកនាងមាសសុកសុភាបានលើកឡើងថាអ្នកគ្រប់គ្នាចូលប្រកាន់មនុស្សដែលជួយស្រោចស្រង់ជីវិតរបស់នាងខ្ញុំថាជាអាគមដាក់មកលើរូបខ្ញុំចុះគ្រប់គ្នាដែលចូលចិត្តនាងខ្ញុំស្រឡាញ់នាងខ្ញុំគ្រប់គ្នានិងតើនាងខ្ញុំជាអាគមធ្វើដាក់ទាំងអស់គ្នាដែរទេនាងខ្ញុំមិនត្រូវការក្តីស្រឡាញ់ណាដែលចូលមករំខាននិងប្រមាថដល់សិទ្ធិឯកជនរបស់នាងខ្ញុំឡើយនាងបន្តថាអ្នកទាំងអស់គ្នាគិតថាសេចក្តីសុខក្នុងក្រុមគ្រួសាររបស់អ្នកគ្រប់គ្នាឲ្យតែមានសេចក្តីសុខរៀងខ្លួនទៅរឿងសិទ្ធិឯកជនរបស់នាងខ្ញុំវាមិនមែនដែលត្រូវឲ្យអ្នកទាំងអស់គ្នាចូលមកបញ្ជាឬហួងហែងតាមអារម្មណ៍របស់អ្នកចង់បាននោះឡើយអ្នកគ្រប់គ្នានាំគ្នាចូលមកប្រមាថទៅលើមនុស្សដែលមានអ្នកមានគុណរបស់នាងខ្ញុំទាំងដែលមិនស្គាល់គាត់ច្បាស់ហើយនាំគ្នាជាប្រមាថទៅដល់រូបលោកដែលជាមនុស្សម្នាក់ខំប្រឹងជួយដល់មនុស្សជាច្រើននាងបញ្ជាក់ថាអ្នកជេរប្រមាថមនុស្សរបស់ខ្ញុំគ្រប់គ្នានោះតើអ្នកបានធ្វើអ្វីខ្លះជួយដល់សង្គមជាតុកមួយដែរឬនៅហើយម្នាក់ត្រឹមតែជឿទៅតាមសម្ដីពួកមនុស្សពីលដែលជាគូសត្រូវម្ខាងរបស់នាងខ្ញុំប៉ុណ្ណោះពីពេលនេះទៅនាងខ្ញុំគិតថាគ្រប់គ្នាក៏ចូលប្រមាថដល់រូបនាងខ្ញុំគឺជាសត្រូវមិនមែនជាហ្វានពិតប្រាកដនោះទេពួកគេសុទ្ធតែជាមនុស្សមិនគ្រប់លក្ខណៈជាមនុស្សដែលមិនស្គាល់ខុសត្រូវមិនស័ក្តិសមនឹងនាងខ្ញុំផ្ដោតតម្លៃឲ្យពួកគេថាជាហ្វេនឡានាងថាពុកម៉ែបងប្អូនដែលធ្លាប់អាណិតស្រឡាញ់ដល់នាងកន្លងជាទីគោរពនាងខ្ញុំចង់ជម្រាបថាបើពុកម៉ែបងប្អូនគិតថានាងខ្ញុំខុសឬអ្នកទាំងអស់គ្នាអស់ក្តីមេត្តាមកលើរូបនាងខ្ញុំក៏ដោយតែសូមកុំចូលប្រមាថមនុស្សរបស់នាងខ្ញុំទៀតហើយឈប់គ្រប់គ្រងសម្លេងនាងខ្ញុំទៀតទៅដើរចេញឲ្យផុតគ្រប់គ្នាចូលជាការកត់សម្គាល់ជំវិញចំណងស្នេហ៍ថ្មីរបស់តារាចម្រៀងនាងមាសសុកសុភានៅពេលនេះកន្លងមកលោកតាសក់សភ្នំត្បៃដែលជាគូស្នេហ៍ធ្លាប់ប្រកាសជាសាធារណៈថាខ្លួនគឺជាស្វាមីរបស់តារាចម្រៀងមាសសុកសុភាយ៉ាងពិតប្រាកដនិងស្នើឲ្យមហាជនបញ្ចប់ការសង្ស័យរឿងនេះបានធ្វើឲ្យបណ្ដាអ្នកគាំទ្រមាសសុកសុភាភាគច្រើនសម្ដែងការហូរចិត្តនិងបំពេញចិត្តចំពោះរូបនាងដែលធ្វើការសម្រេចចិត្តបែបនេះឡើយប៉ុន្តែយ៉ាងណាទន្ទឹមនឹងការមិនសប្បាយចិត្តពីអ្នកគាំទ្រគេក៏ឃើញអ្នកសិល្បៈដូចគ្នាជាច្រើនរូបបានបង្ហាញការគាំទ្រទៅលើមាសសុកសុភាដោយពួកគេចាត់ទុកថានេះគឺជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់នាង